ពលកខ្មែរដែលពួកវាដៀលកប់កប់មាត់ឥឡូវបានមកធ្វើការនៅក្នុងកន្លែងសត្វតាឃាតរបស់ខ្មែរនៅក្នុងស្រុកវិញហើយដែលពួកគាត់ជាអ្នកដែលធ្លាប់ធ្វើជំនាញកន្លែងសត្វតាឃាតមាន់នៅថៃគាត់ថាវ៉ាវអត់នឹកស្មានថានៅខ្មែរមានកន្លែងធ្វើសត្វតាឃាតមាន់ដល់ទំនើបហើយស្អាតដូចឃើញអញ្ចឹងពុកម៉ែបងប្អូននេះនិយាយទៅ floor ខាងក្រោមទាំងខាងលើអីអ៊ីណុកជុំវិញតែម្ដងនៅថៃនៅឈុនបុរីនៅឈុនបុរីនៅថៃបាទតែបងមកខ្មែរនេះពីកាលដែរមកកាលពីខែមុនទៅខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងមកពីថៃក៏គាត់ចង់មកខ្មែរវិញនេះនៅស្រុកយើងមានការងារច្រើនហើយរោគចាក់តែងមុនក៏មានដូចគ្នាប្រាក់ខែគេសមរម្យមិនភ័យទេព្រួយបារម្ភថានៅខ្មែរអត់មានការងារនៅនេះមានការងារច្រើនដែលនេះហើយជាអ្វីដែលខ្មែរធ្វើបានខ្មែរយើងមានអន់ឯណាពុកម៉ែបងប្អូនស្អាតជាងរបស់វាផងមើលទៅមកជុំវិញដែលកន្លែងធ្វើការគឺគ្មានជាតិដែកជាតិច្រេះទេពុកម៉ែបងប្អូនអូអស្ចារ្យណាស់នេះជាអ្វីដែលខាង HMC ក្រុមហ៊ុនរបស់ខ្មែរយើងដែលគាត់ធ្វើបានណាពុកម៉ែបងប្អូន HMC Broiler នឹងគឺជាប្រភេទពូជមាន់ដែលគេហៅពូជមាន់សាច់ដែលអ្នកទាំងអស់គ្នា HMC គឺគាត់មិនមែនត្រឹមតែមានកន្លែងសត្វតាឃាតមាន់ទេគាត់មានតាំងពីកន្លែងក្រុមហ៊ុនផលិតចំណីខ្លួនឯងកសិដ្ឋានចិញ្ចឹមមាន់ខ្លួនឯងដែលធ្វើឲ្យមាន់របស់គាត់គឺជាកូនខ្មែរសុទ្ធសាធ 100% អញ្ចឹងហើយគាត់គ្មានរឿងអីដែលធ្វើឲ្យរបៀបថាចិញ្ចឹមមាន់នឹងយកគិតតែពីលុយគិតតែពីចង់បានឲ្យមាន់នឹងវាធំវាធាត់វាអត់មានសារធាតុអីទេប៉ុន្តែនេះមាន់គាត់ក៏ថាអូសាច់គឺធានាជូនការផលិត HMC ពុកម៉ែបងប្អូនចំណាំយីហោរបស់កូនខ្មែរយើងទុកទៅព្រោះអីមានស្តង់ដារខ្ពស់ណាស់ដូចឃើញអញ្ចឹងដំណាក់កាលដំបូងនៃការយកមាន់យកមកសម្លាប់ណាគឺគេសិតតែមានក្រមសីលធម៌នៅក្នុងការសម្លាប់ទៅតាមក្បួនច្បាប់នៃអន្តរជាតិទៀតមិនមែនចេះតែធ្វើណាពុកម៉ែបងប្អូនព្រោះអីការសម្លាប់មាន់គឺគេមានច្បាប់ចងរបស់គេមិនមែនចេះតែឲ្យយើងសម្លាប់ទាំងខូខើទេគឺគេត្រូវព្យួរជើងសយងដើម្បីឲ្យវាស្ងប់អារម្មណ៍អីណាតាមក្បួនខ្នាតរបស់គេអញ្ចឹងនេះជារឿងពិតជាក់ស្ដែងមិនមែនចេះតែនិយាយទេណាពុកម៉ែបងប្អូនអញ្ចឹងសម្រាប់មាន់ពូជ broiler នេះដូចពុកម៉ែបងប្អូនឃើញអញ្ចឹងកុំច្រឡំថាជាប្រភេទពូជមាន់បីសាសហើយសម្រាប់មាន់ល្អមិនល្អអាស្រ័យលើពូជអាស្រ័យលើការថែទាំអាស្រ័យលើចំណីអាស្រ័យលើអាកាសធាតុក្នុងការគ្រប់គ្រងស្អីផ្សេងច្រើនរឿងមែនតើដែលកន្លែងក្រុមហ៊ុនមួយគឺត្រូវតែមានស្តង់ដារខ្ពស់ណាស់ហើយដូចពុកម៉ែបងប្អូនឃើញអញ្ចឹងទម្រាំតែបានសាច់ទៅដល់ដៃអតិថិជនទៅដល់យើងយកមកចំអិនណាតើតែកន្លែងធ្វើកន្លែងសត្វតាឃាតហ្នឹងគឺត្រូវតែគ្រប់គ្រងស្តង់ដារអនាម័យឲ្យបានដូចជាក់ស្ដែងកន្លែងគាត់និយាយទៅអត់ឲ្យមានជាតិដែកជាតិច្រេះទេបន្ទាប់ពីធ្វើមាន់ហើយគឺគេត្រូវយកសាច់មាន់ហ្នឹងយកមកដាក់នៅក្នុងទូ chiller ទូអាធំនេះរបស់គាត់នេះអូតម្លៃណាស់ទូហ្នឹងដាក់ភ្លាមគឺត្រូវធ្វើម៉េចឲ្យសាច់មាន់ហ្នឹងបញ្ចុះសីតុណ្ហភាពហ្នឹងដូចខ្ញុំចាំដូចជាដល់3អង្សាឬក៏ដក3ទេខ្ញុំភ្លេចទៅប៉ុន្តែគោលបំណងគឺគេចង់សម្លាប់មេរោគកុំឲ្យកកើតមេរោគនៅពេលដែលមាន់នឹងវាស្លាប់ពេលដែលគេសម្លាប់ហើយហ្នឹងគឺគេអត់ឲ្យមានកម្ដៅដែលឲ្យកម្ដៅហ្នឹងកើតបកកទៅជាមេរោគបាក់តេរីអីទេអញ្ចឹងគឺគេត្រូវធ្វើម៉េចរក្សាសីតុណ្ហភាពសាច់ហ្នឹងគឺចុះមកត្រជាក់ហើយពេលដែលចូលមកដល់កន្លែងកាត់ជាកង់ជាផ្នែកជាផ្លូវតាមផ្លូវស្លាបតាមស្លាបក្បាលតាមក្បាលខ្លួនតាមខ្លួនអីហ្នឹងគឺគេត្រូវតែឲ្យត្រជាក់ទាំងអស់មកដល់កន្លែងនេះគឺត្រជាក់ឃើញពួកគាត់ពាក់ស្លៀកពាក់អីហ្នឹងគឺត្រជាក់ខ្ញុំចូលទៅត្រជាក់ហ្មងក្នុងកន្លែងកាត់គេហ្នឹងហើយអ្វីដែលខ្ញុំទៅសើគឺគ្មានជាតិដែកទេពុកម៉ែបងប្អូននេះដូចឃើញអញ្ចឹងអូត្រជាក់ស្រាប់ហើយនេះជាអ្វីដែលខ្ញុំថាវ៉ាវខ្មែរយើងធ្វើបានណាពុកម៉ែបងប្អូនហើយខ្ញុំធ្លាប់ថតគាត់ម្ដងហើយប៉ុន្តែខ្ញុំគិតថាពុកម៉ែបងប្អូនមួយចំនួនមិនទាន់បានឃើញទេប៉ុន្តែនៅពេលដែលមានរឿងក្តៅកគុកបែបនេះគឺខ្ញុំត្រូវតែថតឲ្យពុកម៉ែបងប្អូនបានដឹងបានទិញបានប្រើបានភ្លក់បានញ៉ាំរបស់ខ្មែរយើងចិញ្ចឹមគឺចេញពីស្នាដៃរបស់កូនខ្មែរយើងសុទ្ធសាធម្ចាស់ក៏កូនខ្មែរអ្នកធ្វើការសិតតែខ្មែរនេះហើយជាអ្វីដែលខ្ញុំមានមោទនភាពខ្លាំងហើយញ៉ាំនិយាយទៅញ៉ាំសាច់មាន់នេះញ៉ាំដោយមោទនភាពអត់មានការបារម្ភអីបន្តិចទេព្រោះអីខ្ញុំនឹងទៅថតបង្ហាញពុកម៉ែបងប្អូននៅកន្លែងកសិដ្ឋានរបស់គាត់ក៏ដូចជាកន្លែងនិយាយទៅផលិតចំណីសត្វរបស់គាត់បន្ថែមទៀតដើម្បីឲ្យពុកម៉ែបងប្អូនកាន់តែមានភាពជឿទុកចិត្តបន្ថែមហើយនេះគឺជាប្រភេទពូជសាច់មាន់ដែលអ្នកជំនាញនិយាយទៅបងធ្វើការនៅក្នុងនេះសិតតែអ្នកជំនាញហើយមានអ្នកមកពីថៃច្រើនណាស់ដែលគាត់បានសម្ភាសចូលមកធ្វើការបន្ថែមចូលមកនៅក្នុងក្រុមហ៊ុន HMC
HMC Broiler ដែលគាត់មាន store HMC store មាននៅសាខាផ្សារជុកមាសសាខាផ្លូវទំនប់ថ្មី371សាខានៅពិភពថ្មីចំការដូងមួយនិយាយទៅ HMC គឺគាត់មាន store ផ្ទាល់ខ្លួនរបស់គាត់ហើយគាត់ក៏មានលក់តាមផ្សារទំនើបដែរពុកម៉ែបងប្អូនហើយអ្វីដែលខ្ញុំចង់បានខ្លាំងគឺផ្សារទំនើបក្នុងស្រុករបស់យើងណាគួរតែយកផលិតផលខ្មែរយើងយកទៅដាក់នៅក្នុងផ្សារឲ្យបានច្រើនកុំតឹងរឹងជាមួយនឹងខ្មែរឯងច្រើនពេកជាពិសេសផ្សារទំនើបធំនៅក្នុងស្រុកខ្ញុំមិននិយាយឈ្មោះទេប៉ុន្តែគួរតែគិតសម្រួលរបស់ខ្មែរយើងផងអរគុណច្រើនពុកម៉ែបងប្អូនពីខ្ញុំនេះជាក្រុមហ៊ុនមន់ដែលខ្ញុំនឹងបង្ហាញពីសង្វាក់ផលិតកម្មរបស់គាត់បន្តទៀតកុំភ្លេចរងចាំតាមដានពីក្រុមហ៊ុន HMC អរគុណច្រើនពុកម៉ែបងប្អូនព្រោះកន្លែងគាត់ស្តង់ដារខ្លាំងបាយបាយ